Vậy thì phí cách trang việc thiếtประกอบដោយការស្ថាបនានៅពេលដែលយើងមានបញ្ហាអីមួយយើងត្រូវចេះវិភាគវែកញែកខ្លឹមខ្លាំងចារណាដើម្បីរកដំណោះស្រាយដើម្បីឲ្យឈានទៅដល់ការចម្រើនឬក៏មានការផ្លាស់ប្ដូរឲ្យវាកាន់តែប្រសើរជាងពេលហ្នឹងណាការគិតយ៉ាងមានគោលការណ៍តាមបែបវិទ្យាសាស្ត្រត្រង់កន្លែងនេះមានន័យថាយើងដឹងថាវិទ្យាសាស្ត្រគឺវាជាការពិតវាមិនមែនជាអបិយជំនឿទេវាមានហេតុផលគ្រប់គ្រាន់អាចលើកជាផុសតាំងក៏អំណះបញ្ជាក់បានថាវាជាការពិតអញ្ចឹងណាឧទាហរណ៍ថាយើងជាអ្នកលក់លេយើងលេលេជូនអ្នកទិញរបស់យើងអញ្ចឹងយើងដឹងហើយវិទ្យាសាស្ត្រយើងយកសមាសធាតុណាខ្លះមកផ្សំចូលហើយសមាសធាតុណាខ្លះដែលយើងមិនអាចផ្សំចូលក្នុងលេបានដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់អញ្ចឹងណាអញ្ចឹងយើងយល់ថាវាអញ្ចឹងដូចគ្នាជាមួយនឹងបញ្ហាជីវិតរបស់យើងដែរនៅពេលដែលយើងចេះវិភាគវែកញែករកហេតុផលឲ្យសមស្របតាមបែបវិទ្យាសាស្ត្រយើងនឹងមានជំនឿជាក់លើខ្លួនឯងថាបញ្ហាហ្នឹងវាអញ្ចឹងយើងគួរដោះស្រាយរបៀបហ្នឹងហើយយើងអាចដោះស្រាយបានអញ្ចឹងណាកាត់បន្ថយផលប៉ះពាល់ពីការទូមានប្រដៅក្នុងផ្លូវមិនត្រឹមត្រូវឧទាហរណ៍ថាយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារយើងហើយគាត់ណែនាំបដៅយើងថាក្រៅពីនៅលើលោកហ្នឹងក្រៅពីគ្រួសារយើងគ្មានអ្នកគេដែលល្អជាមួយនឹងយើងជាគ្រួសារយើងទេវាអាចត្រូវប៉ុន្តែពេលខ្លះយើងក៏អាចជួបមិត្តភ័ក្តិដែលល្អស្មើនឹងគ្រួសារយើងហើយជីវិតអ្នកខ្លះទៀតក៏គាត់អាចជួបអ្នកក្រៅល្អជាងគ្រួសារគាត់ទៅទៀតអញ្ចឹងណាអញ្ចឹងមានន័យថាបើសិនជាយើងគិតថាផ្នែកកំណត់ហ្នឹងវាមិនត្រឹមត្រូវយើងចេះតែរំដោះខ្លួនចេញហើយស្វែងរកអ្វីដែលត្រឹមត្រូវដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវហ្នឹងណាមិនមែនថាគាត់និយាយបែបហ្នឹងយើងត្រូវតែធ្វើបែបហ្នឹងទេមានន័យថាយើងចេះវិភាគគិតរំដោះខ្លួនចេញពីអារឿងណាមិនត្រឹមត្រូវទៅស្វែងរកអីដែលត្រឹមត្រូវហើយច្បាស់លាស់បានមិនមែនសិតនៅមួយកន្លែងទេកាត់បន្ថយការគិតដែលលៀងពីការពិតក្នុងហ្នឹងវាមានច្រើនចំណុចនៅក្នុងហ្នឹងទៀតហើយចំណុចទី1គេថាការគិតបែបសនិងខ្មៅមានន័យថាពេលខ្លះពេលដែលយើងជួបបញ្ហាឬរឿងអីមួយយើងគិតថារឿងហ្នឹងវាអាក្រក់ទាំងអស់ពេលខ្លះយើងគិតថាវាល្អទាំងអស់តែពិតទៅវាមិនមែនចឹងទេអ្នកនរគ្នានៅក្នុងរឿងហ្នឹងវាមិនមែនពណ៌សហើយក៏វាមិនមែនពណ៌ខ្មៅសុទ្ធដែរវាអាចជាពណ៌ប្រផេះមានន័យថាវាមានទាំងរឿងល្អនិងរឿងអាក្រក់នៅក្នុងហ្នឹងនៅពេលដែលយើងទទួលស្គាល់ការពិតថាវាបែបហ្នឹងទៅជីវិតយើងវាអត់សូវស្មុគស្មាញឧទាហរណ៍ថានៅពេលដែលយើងជួបបញ្ហាយើងគិតថាអូយបញ្ហាហ្នឹងធ្វើជីវិតយើងធ្លាក់ចុះស្មុគស្មាញមានសម្ពាធអីអញ្ចឹងណាប៉ុន្តែយើងត្រូវគិតថាបើសិនជាយើងអាចដោះស្រាយបញ្ហាបានណាយើងប្រកាសជាជួបរឿងដែលល្អជាងហ្នឹងអញ្ចឹងន័យថាវាមានរឿងទាំងល្អនិងអាក្រក់នៅក្នុងហ្នឹងបើយើងចេះគិតថាការពិតហ្នឹងវាមានពណ៌ចម្រុះអញ្ចឹងជីវិតយើងវាអត់សូវមានបន្ទុកឬក៏សម្ពាធទេចំណុចទី2ការប្រញាប់វិតម្លៃដោយប្រាសចាកហេតុផលមានន័យថាយើងឃើញអីមួយយើងឆាប់វិតម្លៃលឿនពេកដោយមិនបានឆ្លងកាត់ការវិភាគពិនិត្យចារណាឲ្យបានល្អិតល្អន់ឧទាហរណ៍ថាយើងទៅចូលរួមក្នុងកម្មវិធីមួយហើយយើងកំពុងនិយាយឲ្យទាំងអស់គ្នានឹងស្ងាត់ដល់ពេលយើងនិយាយយូរយើងមានអារម្មណ៍ថាយើងនិយាយតែឯងទៅយើងគិតថាគ្រប់គ្នាគេធុញយើងទៀតណាយើងគិតអញ្ចឹងណាតែតាមពិតគ្រប់គ្នាគេកំពុងតែវក់ឬក៏រងចង់និយាយថាកំពុងតែយកចិត្តទុកដាក់ក្នុងការស្ដាប់អីដែលយើងនិយាយហ្នឹងណាហើយយើងគិតខុសខ្លួនឯងដោយសារតែយើងអត់វិភាគឲ្យបានល្អបដោតការយកចិត្តទុកដាក់ទៅលើផ្នែកដែលមិនល្អតែបែរជាប្រងនៅកន្តែងនឹងផ្នែកដែលល្អទៅវិញមានន័យថាមានផ្នែកល្អប៉ុន្តែយើងអត់ focus លើផ្នែកដែលល្អហ្នឹងយើងបែរជា focus លើផ្នែកដែលអត់ល្អតិចតួចហ្នឹងទៅវិញឧទាហរណ៍ថាយើងបង្រៀនសិស្សណាហើយមានគេវិតម្លៃយើងទៅចុះមើលយើងបរៀនហ្នឹងហើយគេបានផ្ដល់ការណែនាំឲ្យយើងថាការបរៀនរបស់យើងហ្នឹងល្អតែមានចំណុចតិចតួចដែលយើងត្រូវកែលម្អអញ្ចឹងពេលហ្នឹងគឺយើងយកចិត្តទុកដាក់ទៅលើផ្នែកដែលអត់សូវល្អហ្នឹងអាតិចតួចហ្នឹងធ្វើឲ្យយើងអត់សប្បាយចិត្តតែយើងភ្លេចគិតថាយើងនៅមានផ្នែកល្អជាច្រើនទៀតដែលគេបានសរសើរយើងអត់ focus លើហ្នឹងទេប៉ុន្តែយើងទៅកើតទុកជាមួយនឹងអាផ្នែកដែលមិនល្អប្រហែលចំណុចហ្នឹងវាមានអត្ថប្រយោជន៍ល្អទៅដល់ផ្លូវចិត្តរបស់យើងដែរ4ការសម្អាងហេតុផលដែលកើតពីអារម្មណ៍និងការគិតរបស់ខ្លួនឯងឧទាហរណ៍ថាអ្នកគ្រូឲ្យយើងធ្វើកិច្ចការមួយហើយធ្វើលំហាត់មួយចុះហើយយើងគិតថាលំហាត់ហ្នឹងគឺយើងអាចដោះស្រាយបានទេអាហ្នឹងជាអារម្មណ៍របស់យើងយើងគិតថាយើងអាចធ្វើបានទេអញ្ចឹងហើយធ្វើឲ្យយើងអាចបរាជ័យនៅក្នុងអារឿងហ្នឹងណាអាហ្នឹងក៏វាបំបាក់នៅផ្លូវចិត្តរបស់យើងដែរយើងមានន័យថាយើងអត់តបានធ្វើសង្គ្រាមផងយើងខ្លាចងាប់បាត់ហើយអញ្ចឹងណា5ការប្រកាន់យកខ្លួនឯងជាគោលឧទាហរណ៍ថានៅពេលដែលយើងដើរលេងស្លៀកពាក់ស្អាតបាតអញ្ចឹងណាហើយតែយើងដើរទៅមានមនុស្សមួយក្រុមគេកំពុងនិយាយគ្នាហើយខ្សឹបតែគេបាយមកយើងពេលហ្នឹងយើងគិតថាគេកំពុងនិយាយដើមជើងអញ្ចឹងណាយើងគិតខ្លួនឯងជាធំណាតែតែពិតទៅគេនិយាយរឿងគេផ្សេងឯងប៉ុន្តែគេបោះភ្នែកវាចំយើងអញ្ចឹងណាអាហ្នឹងគឺវាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់យើងហើយធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងមានបន្ទុកមានទំនួលខុសត្រូវឬក៏ត្រូវគិតរឿងច្រើនអញ្ចឹងណាអាហ្នឹងគួរតែកុំគិតបែបហ្នឹងកុំឲ្យប្រកាន់ថាខ្លួនឯងជាគោលអញ្ចឹងណាវាដាក់បន្ទុកឲ្យខ្លួនឯងវិញទេវិធីកែលម្អការគិតដែលអៀងពីការពិតអាហ្នឹងយើងត្រូវមើល
ទៅលើ5ចំណុចដែលនិយាយមិញហ្នឹងថាយើងស្ថិតនៅក្នុងចំណុចមួយណាបន្ទាប់មកយើងគិតរកវិធីដោះស្រាយហើយអាវិធីដោះស្រាយហ្នឹងត្រូវតែជាវិធីដែលធ្វើឲ្យយើងរីកចម្រើននិងមានផ្លូវចិត្តល្អជាងមុនហើយអត់ប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃចូលដល់ការអភិវឌ្ឍការយល់ឃើញនៅក្នុងការដោះស្រាយបញ្ហាដើម្បីដោះស្រាយបញ្ហាបានគឺមានជាច្រើនជំហានប៉ុន្តែខ្ញុំយកតប្រមាណចំណុចទៀតដើម្បីងាយស្រួលយល់និងចងចាំណាដំបូងយើងត្រូវកំណត់ថាបញ្ហាហ្នឹងជាបញ្ហាអីសិនបន្ទាប់មកកំណត់រយៈពេលថាយើងដោះស្រាយវានឹងរយៈពេលវែងឬក៏រយៈពេលខ្លីបន្ទាប់មកទៀតយើងចាប់ផ្ដើមទៅអង្គុយរកនៅពីវិធីសាស្ត្រដែលអាចដោះស្រាយបញ្ហាហ្នឹងបានណាបន្ទាប់មក set ចំណុចល្អចំណុចអាក្រក់ដាក់ក្នុងវិធីសាស្ត្រដែលយើងបានកំណត់ទាំងអស់ហ្នឹងបន្ទាប់មកយើងជ្រើសរើសតែវិធីសាស្ត្រណាដែលយើងគិតថាវាមានផលប្រយោជន៍ល្អហើយវាអត់ប៉ះពាល់ខ្លាំងវាមានផលអាក្រក់ឬផលរំខានយកមកហើយបន្ទាប់មកយើងចាប់ផ្ដើមសម្រេចតាមវិធីសាស្ត្រដែលយើងបានកំណត់នឹងចុងក្រោយយើងចាប់ផ្ដើមវាតម្លៃទៅថាលទ្ធផលដែលយើងទទួលបានហ្នឹងគឺវាស័ក្តិសមឬក៏ល្អវាធ្វើឲ្យយើងសប្បាយចិត្តមិនខ្លះអញ្ចឹងណាចំណុចមួយទៀតកែលម្អវិធីសាស្ត្រនៅក្នុងការសម្រេចចិត្តដើម្បីកុំឲ្យយើងមានអារម្មណ៍ថាយើងសប្បាយចិត្តខុសយើងត្រូវគិតទៅលើ3ចំណុចសំខាន់ទី1យើងត្រូវគិតថាតែយើងប្រកាសចិត្តអត់ថាការសម្រេចចិត្តហ្នឹងវាជារឿងដែលត្រឹមត្រូវសម្រាប់យើងឧទាហរណ៍ថាយើងចង់រៀបការតែយើងច្បាស់អត់ថាការរៀបការហ្នឹងវាជាជំរើសឬក៏ជារឿងដែលត្រឹមត្រូវសម្រាប់យើងនៅពេលនេះក្នុងកលៈទេសៈនេះអញ្ចឹងណាកុំឲ្យយើងមានការស្ដាយក្រោយទី2ខ្ញុំត្រូវមានទី2យើងត្រូវគិតថាការសម្រេចចិត្តហ្នឹងវាធ្វើយើងសប្បាយចិត្តមានន័យថាយើងរៀបការហើយវាអាចសាងអនាគតជាមួយគ្នាមានសមិទ្ធផលល្អៗជាមួយគ្នាធ្វើយើងសប្បាយចិត្តអញ្ចឹងណានឹងធ្វើយើងអត់ស្ដាយក្រោយដូចគ្នាហើយចំណុចចុងក្រោយយើងត្រូវគិតថាការសម្រេចចិត្តរបស់យើងនេះជារឿងត្រឹមត្រូវហើយបើវាអត់ត្រឹមត្រូវយើងចាត់ទុកថាវាជាការសាក់លបងវាជាបទពិសោធន៍វាមិនមែនជាភាពល្ងងខ្លៅរបស់យើងទេការអភិវឌ្ឍកំណត់ដូចផ្ដើមត្រង់កន្លែងនេះបានន័យថាយើងជាអ្នកចម្រៀងហើយយើងមានគំនិតចង់ថាជាអ្នករាំមួយទៀតដល់ពេលយើងចេះរាំទៀតយើងមានគំនិតចង់ថាទៅជាអ្នកសម្ដែងចេះសម្ដែងទៀតមានគំនិតចង់ខ្លាចជាអ្នកជាវិធីកមួយទៀតអញ្ចឹងទៅអានេះធ្វើយើងមានការអភិវឌ្ឍជាបន្តបន្ទាប់ប៉ុន្តែយើងត្រូវគិតថាការចាប់ផ្ដើមហ្នឹងវាមានការពិបាកប៉ុន្តែវាទាមទារយើងជាអត់ធ្មត់ហើយត្រូវទទួលយកអារម្មណ៍មិនសប្បាយចិត្តបើសិនជាយើងធ្វើទៅវាបរាជ័យណា